ពីច្រាស់ទៀតHello លឺទេជំរាបសួរដល់លោកអ្នកបងប្អូនទាំងអស់គ្នាហើយយើងចាប់ដើមដូចសពមួយដងដល់យើងអានគម្ពីរជាមុនយើងបានអានម្ដងរួចហើយប៉ុន្តែមុនចាប់ដើមអានម្ដងទៀតទៅដើម្បីឲ្យយើងស្គាល់នៅកលៈទេសៈខ្លះដែលមាននៅក្នុងហ្នឹងពីខ20គឺយ៉ូហានចំពុក17ឬ17ខ20ទៅដល់26ទូបង្គំមិនអធិដ្ឋានឲ្យអ្នកទាំងនេះតែប៉ុណ្ណោះគឺឲ្យដល់ទាំងអ្នកណាដែលនឹងជឿដល់ទូបង្គំដោយសារពាក្យរបស់គេថែមទៀតដែរដើម្បីឲ្យទាំងអស់បានរួមមកតែមួយព្រះបិតាអើយដូចជាទ្រង់គង់ក្នុងទូបង្គំហើយទូបង្គំនៅក្នុងទ្រង់ដែរគឺឲ្យអ្នកទាំងនោះបានរួមគ្នាតែមួយនៅក្នុងយើងប្រយោជន៍ឲ្យលោកីបានជឿថាទ្រង់ចាត់ឲ្យទូបង្គំមកពិតឯសេរីល្អដែលទ្រង់ប្រទានមកទូបង្គំនោះទូបង្គំបានឲ្យដល់គេហើយដើម្បីឲ្យគេបានរួមគ្នាតែមួយដូចជាយើងក៏រួមតែមួយដែរគឺទូបង្គំនៅក្នុងគេហើយទ្រង់គង់ក្នុងទូបង្គំដើម្បីនឹងឲ្យគេបានគ្រប់លក្ខឡើងទៅរាបដល់រួមគ្នាតែមួយជាស្រេចប្រយោជន៍ឲ្យលោកីបានដឹងថាគឺទ្រង់ដែលចាត់ឲ្យទូបង្គំមកមែនហើយថាទ្រង់ស្រឡាញ់គេដូចជាស្រឡាញ់ទូបង្គំដែរព្រះបិតាអើយឯពួកអ្នកដែលទ្រង់ប្រទានមកទូបង្គំនិងទូបង្គំចង់ឲ្យគេនៅជាមួយនឹងទូបង្គំក្នុងកន្លែងនៃទូបង្គំនៅដែរដើម្បីឲ្យគេបានឃើញសេរីល្អដែលទ្រង់បានប្រទានមកទូបង្គំបាត់ទ្រង់បានស្រឡាញ់ទូបង្គំតាំងពីមុនកំណើតលោកីរៀងមកព្រះបិតាដ៏សុចរិតអើយលោកីមិនស្គាល់ទ្រង់ទេតែទូបង្គំស្គាល់ទ្រង់ហើយពួកអ្នកនេះក៏ដឹងថាទ្រង់បានចាត់ឲ្យទូបង្គំមកដែរទូបង្គំបានឲ្យគេស្គាល់ព្រះនាមទ្រង់ក៏នឹងសម្ដែងឲ្យគេស្គាល់តទៅទៀតដើម្បីឲ្យសេចក្តីស្រឡាញ់ដែលទ្រង់ស្រឡាញ់ដល់ទូបង្គំបាននៅក្នុងគេហើយឲ្យទូបង្គំបាននៅក្នុងគេដែរបាទសូមយើងអធិដ្ឋានជាមួយគ្នាមកផ្លែព្រះបិតាទូបង្គំសូមអរគុណព្រះអង្គដែលព្រះអង្គជាព្រះលើអស់ទាំងព្រះហើយព្រះអង្គជាព្រះដ៏បរិសុទ្ធហើយព្រះអង្គបានបង្កើតទាំងអស់ហើយព្រះអង្គក៏គ្រប់គ្រងទាំងអស់នៅថ្ងៃនេះសូមព្រះអង្គគ្រប់គ្រងលើយើងខ្ញុំជាពិសេសទូបង្គំដែលជាអ្នកចែកចាយនៅព្រះបន្ទូលនេះជាព្រះបន្ទូលរបស់ព្រះអង្គមិនមែនជារបស់យើងខ្ញុំឬទូបង្គំឡើយសូមជួយយើងខ្ញុំការពារយើងខ្ញុំទៅក្នុងព្រះហស្ថរបស់ព្រះអង្គនិងព្រះគុណរបស់ទ្រង់ដើម្បីទូបង្គំអាចនឹងនិយាយបានត្រឹមត្រូវតាមដែលមាននៅក្នុងព្រះបន្ទូលរបស់ទ្រង់ទូបង្គំសុខក្នុងព្រះនាមព្រះម្ចាស់យេស៊ូវគ្រីស្ទអាមែនបាទកាលពីមុនមកយើងបានមានទឹកទេអរគុណទៀតបាទជួនកាលវាស្អិតកខ្ញុំមិនដឹងសាច់រឿងទេហើយในការអត់តែខ្ញុំឡើងនិយាយអីវាដូចស្អីទៅបើមិនធម្មតាប្រហែលជាដូចមិនអីទេបាទតែមិនថាក្នុងការមិនល្ងាមិនអីគឺថាមិនដឹងយ៉ាងម៉េចប្រហែលជាភ័យមើល
bà lo dương nói trong cái lại ní cứ thà tu bằng cung mình là tì than ở nhẹ từng ni tại phần nó cứ ở đó tiếng nhẹ na đài nâng chưa đó tu bằng cung đó xa bịa rồi bỏ kê thành tiệt đài bà bị muốn dương bàn riêng cho môi khía dương bàn an cho môi khía vì cả tì than bỏ phê su áo đó phụ sa mà tận đọc nè lực đây ta mùi với nét còn mình bàn tì than áo thế cứ vô đại sky giật nên khi nhau mà bàn to bên nâng một tay nhom skip cái lại nâng đâm về mà đo cái lại đi đập rồi nhom đăng ta on si rồi còn nâng cái bài nâng ai được rồi sai và còn nói chẳng và khi nhau miếng sai đây nhom đặt cái này cái nào rồi nhom trong phơi sai đây đâm về sưu rồi slot cái này slot cái nào thì cả của bạn bà trong cái đào mới dương khơi còn tì than ơi phụ nè mà tận đọt nè bên đây con thay con bên này tì than ơi lục cây cầm mù tê tì than sầm ráp phụ sa rồi cru dương khơi thay con riệp chomไปจนរបស់ទ្រង់ក្នុងការទទួលមរណភាពទទួលការសង្កត់ទៅខាងមុខហើយប្រងទីឋានឲ្យគេដើម្បីផ្ដល់កម្លាំងចិត្តដល់គេហើយដើម្បីឲ្យព្រះវរបិតាថែរក្សាដល់គេដល់ព្រោះការទាំងអស់នោះជាការពិបាកដល់សិស្សទាំង11អ្នកនោះដែលក្នុងភាពជាមនុស្សយើងមានការពិបាកមិនមែនការតស៊ូមិនត្រឹមប៉ុណ្ណឹងទេយើងឃើញថាអ្នកមក10អ្នកនោះបែកខ្ញែកគ្នាអស់នៅពេលដែលរឿងកើតមកដល់មែនទេទៅខាងមុខបើយើងឥឡូវយើងឃើញថាទូបង្គំមាននីតិដ្ឋានឲ្យអ្នកទាំងនេះតែប៉ុណ្ណោះគឺសំដៅទៅលើអ្នកណាសំដៅទៅលើអ្នក11អ្នកហ្នឹងថាទូបង្គំមាននីតិដ្ឋានឲ្យអ្នកទាំងនេះតែប៉ុណ្ណោះគឺឲ្យដល់ទាំងអ្នកណាដែលនឹងជឿដល់ទូបង្គំគឺដល់ក្រុមជំនុំទាំងអស់នៅចំនួននោះចំនួននេះហើយចំនួនទៅខាងមុខគឺប្រតិឋានសម្រាប់ពួកអ្នកជឿព្រះមុនដំបូងប្រតិឋានសម្រាប់អ្នកមកដណ្ដប់នេះឥឡូវនេះប្រតិឋានសម្រាប់ក្រុមជំនុំទូទៅទាំងអស់គឺទាំងយើងហើយទាំងអ្នកនៅចំនួនព្រះយេស៊ូវដែរដោយសារពាក្យរបស់គេថែមទៀតដែរខ្ញុំអានមកឃ្លាជាប់គ្នាទៅប្រហែលជាអាចយល់បានស្រួលជាងទូបង្គំមាននីតិដ្ឋានឲ្យអ្នកទាំងនេះតែប៉ុណ្ណោះគឺឲ្យដល់ទាំងអ្នកណាដែលនឹងជឿដល់ទូបង្គំដោយសារពាក្យរបស់គេថែមទៀតដែរពាក្យរបស់គេគឺពាក្យរបស់អ្នកណាគឺជាពាក្យរបស់ពួកអ្នក11អ្នកពួកសិស្ស11អ្នកហ្នឹងគេត្រូវធ្វើការផ្សាយមកនឹងល្អទៅនៅពេលព្រះអង្គសគត់ឲ្យរស់ឡើងវិញហ្នឹងគឺយើងឃើញថាពួកគេផ្សាយនៅព្រះបន្ទូលរបស់ព្រះអង្គនៅចុងខ20ហ្នឹងគឺថាដោយសារពាក្យរបស់គេថែមទៀតដែរមានន័យថាពួកអ្នកជឿព្រះហ្នឹងជឿតាមការផ្សាយដំណឹងរបស់ពួកសាវក11នាក់គឺនៅពេលដែលគេជឿព្រះតាមការផ្សាយរបស់ពួកអ្នក11នាក់ហ្នឹងគឺយើងឃើញក្រុមជំនុំទាំងអស់ហ្នឹងព្រះអង្គបានអធិដ្ឋានឲ្យដើម្បីអីដើម្បីឲ្យជំនឿរបស់គេបានជាប់លាប់ហើយកាលណាព្រះអង្គអធិដ្ឋានឲ្យអត់មានអ្នកណាមួយដែលអត់បានសង្គ្រោះនោះទេគឺនិយាយពីការដែលព្រះអង្គសង្គ្រោះហើយព្រះអង្គអធិដ្ឋានឲ្យការពារជំនឿរបស់គេនៅក្នុងជីវិតរបស់គេក្នុងជីវិតរបស់យើងជាមួយគ្នានឹងខ21ដើម្បីឲ្យទាំងអស់បានរួមមកតែមួយអោព្រះវរបិតាអើយដូចជាទ្រង់គង់ក្នុងទូបង្គំហើយទូបង្គំនៅក្នុងទ្រង់ដែរបាទត្រង់តម្លៃនេះគឺនិយាយអំពីការប្រកបគ្នាពីឯកភាពរបស់ព្រះវរបិតានិងព្រះរាជបុត្រាគឺព្រះយេស៊ូវគ្រីស្ទបានមានជាមួយគ្នានិយាយអំពីឯកភាពគឺរួមរស់ជាមួយគ្នាបាទយើងឃើញថាព្រះនៃយើងជាព្រះនៃសេចក្តីស្រឡាញ់
ព្រះអង្គមិនមានតែមួយអង្គនោះទេគឺមាន3អង្គមានច្រើនអង្គសេចក្តីស្រឡាញ់មិនអាចមានបានទេបើយើងជាមនុស្សតែម្នាក់ហើយដូច្នេះបានយើងដឹងថាព្រះរបស់យើងមានសេចក្តីស្រឡាញ់ដោយព្រោះព្រះរបស់យើងមាន3អង្គមាន3បុគ្គលដែលស្រឡាញ់គ្នាទៅវិញទៅមកបើអត់មានពី2ឡើងទៅទេមិនអាចមានសេចក្តីស្រឡាញ់កើតឡើងបានទេតើតែមាន2ឡើងលើបាទត្រង់កន្លែងនេះយើងឃើញថាការប្រកបគ្នារវាងព្រះយេស៊ូវនិងព្រះវរបិតាបានមានជាមួយគ្នាហើយព្រះអង្គទីឋានថាគឺឲ្យអ្នកទាំងនោះបានរួមគ្នាតែមួយក្នុងយើងគឺយើងមានតែព្រះយេស៊ូវហើយនឹងព្រះវរបិតាហ្នឹង2អង្គហ្នឹងមានឯកភាពរស់នៅជាមួយគ្នាហើយចង់ឲ្យពួកជំនុំដែលព្រះអង្គបានរើសគេហ្នឹងបានឲ្យគេបានផ្ដល់សេចក្តីសង្គ្រោះដល់គេហ្នឹងឲ្យដូចជាព្រះអង្គមានឯកភាពជាមួយនឹងព្រះវរបិតាដែរបងប្អូនឃើញឯកសិទ្ធិធំហ្នឹងទេមែនទេតាមពិតគ្មាននរណាអាចមានឯកសិទ្ធិមានកម្មសិទ្ធិអីដែលធ្វើការទាំងអស់នោះបានយើងជាមនុស្សដែលមានបាបហើយខ្វះមិនដល់សេរីល្អរបស់ព្រះប៉ុន្តែព្រះអង្គចង់ឲ្យយើងដែលអ្នកជឿព្រះហ្នឹងមានឯកភាពដូចជាព្រះយេស៊ូវមានឯកភាពជាមួយនឹងព្រះវរបិតាអាមែនមែនទេតែបើយើងអត់គួរទេតែព្រះយេស៊ូវហើយព្រះវរបិតាទេដែលគង់នៅជាមួយគ្នាមុនកំណើតលោកីប៉ុន្តែព្រះអង្គអធិដ្ឋានឲ្យពួកជំនុំបានមានចំណែកជាមួយព្រះអង្គដូចជាព្រះវរបិតាមានចំណែកជាមួយព្រះយេស៊ូវបាទត្រង់កន្លែងហ្នឹងយើងឃើញថាមានឯកសិទ្ធិធំមែនទែនមានសិទ្ធិធំមែនទែនដែលព្រះអង្គឲ្យដល់ពួកជំនុំរបស់ព្រះហើយព្រះអង្គអធិដ្ឋានដើម្បីឲ្យពួកជំនុំហ្នឹងបានមានភាពយ៉ាងនោះទៅអនាគតរបស់យើងដែលយើងទៅនៅជាមួយព្រះអង្គអស់កលជានិច្ចហ្នឹងដើម្បីយើងឃើញព្រះយេស៊ូវផ្ទាល់គឺឲ្យអ្នកទាំងនោះបានរួមគ្នាតែមួយក្នុងយើងប្រយោជន៍ឲ្យលោកីបានជឿថាទ្រង់ចាត់ឲ្យទូលបង្គំមកពិតដើម្បីឲ្យលោកីបានដឹងថាព្រះវរបិតាបានចាត់ព្រះយេស៊ូវមកមែន22ឯសេរីល្អដែលទ្រង់ប្រទានមកទូលបង្គំគឺនេះជាសេរីល្អដែលព្រះអង្គបានប្រទានមកព្រះយេស៊ូវហើយដើម្បីបានជាព្រះអង្គត្រូវប្រទានសេរីល្អដែលមានមុនកំណើតលោកីរបស់ព្រះយេស៊ូវបានប្រទានមកព្រះយេស៊ូវវិញគឺដោយព្រោះយើងឃើញខគម្ពីរមួយទៀតថាព្រះអង្គបានស្អីបាន empty មានន័យបានមិនរាប់ព្រះអង្គទ្រង់ដូចជាព្រះនោះទេប៉ុន្តែព្រះអង្គមកបន្ទាបអង្គទ្រង់មិនជាមនុស្សដើម្បីនឹងសុគតព្រះអង្គមិនមានសេរីល្អរបៀបនោះទេព្រះអង្គបានទុកសេរីល្អរបស់ព្រះចោលមួយដោយឡែកឬខ្ញុំនិយាយក្នុងពាក្យងាយយល់ទេប៉ុន្តែនៅពេលនេះព្រះអង្គបានប្រគល់សេរីល្អរបស់ព្រះយេស៊ូវគ្រីស្ទដែលមានមុនកំណើតលោកីដែលមានមុនសកលលោកកើតមកនោះឲ្យមកព្រះយេស៊ូវវិញហើយនៅសេរីរុងរឿងដែលយើងមិនអាចយល់បានហ្នឹងមានតែព្រះយេស៊ូវគ្រីស្ទនិងព្រះបិតានិងព្រះមានបរិសុទ្ធទេដែលអាចយល់ការទាំងអស់នោះហើយព្រះអង្គចង់ឲ្យយើងយល់ជាមួយដែរតែមិនទាន់ណាព្រះអង្គចង់ឲ្យយើងនឹងមានឯកសិទ្ធិនឹងឃើញសេរីរុងរឿងរបស់ព្រះយេស៊ូវគ្រីស្ទបែបដូចជាព្រះយេស៊ូវគ្រីស្ទបានទទួលសេរីរុងរឿងមកអំពីព្រះវរបិតាវិញគឺរួមគ្នាជាមួយព្រះអង្គក្នុងភាពស្និទ្ធស្នាលបំផុតយ៉ាងដូច្នោះឯងដែលយើងជាមនុស្សមានបាបយើងមិនគួរទទួលប៉ុន្តែយើងគួរទទួលប៉ុន្តែយើងត្រូវទទួលវិញដោយប្រគុណរបស់ព្រះដូចជាព្រះយេស៊ូវដែរ
នោះទូបង្គំបានឲ្យដល់គេហើយគឺឲ្យអីឲ្យសេរីរុងរឿងដល់ពួកអ្នកជឿព្រះហើយទោះជាយើងមិនតាន់ឃើញឥឡូវហ្នឹងយើងមិនតាន់យល់ច្បាស់ប៉ុន្តែព្រះអង្គបានឲ្យរួចហើយគឺឲ្យសេរីរុងរឿងរបស់ព្រះយេស៊ូវគ្រីស្ទដល់យើងហើយដើម្បីឲ្យគេបានរួមគ្នាតែមួយដូចជាយើងក៏រួមគ្នាតែមួយដែរគេបានបញ្ជាក់អំពីឯកភាពរបស់ព្រះយេស៊ូវគ្រីស្ទនិងព្រះវរបិតាទៀតបាទមានន័យថាយើង យើងមានឋានៈធំដែលមិនបានមកពីយើងទេគឺបានមកពីការដែលព្រះទ្រង់ឲ្យដល់យើងជាពួកអ្នកជឿព្រះខ23គឺទូបង្គំនៅក្នុងគេមានន័យថានៅក្នុងពួកជំនុំរបស់ព្រះអង្គហើយទ្រង់គង់ក្នុងទូបង្គំ ដើម្បីឲ្យគេបានគ្រប់លាក់ឡើងដរាបដល់រួមគ្នាតែមួយជាស្រេចប្រយោជន៍ឲ្យលោកគេបានដឹងថាគឺទ្រង់ដែលចាត់ឲ្យទូបង្គំមកមែនហើយថាទ្រង់ស្រឡាញ់គេដូចជាស្រឡាញ់ទូបង្គំដែរកន្លែងនេះបងប្អូនអាចយល់បានទេមែនមិនមែនជាការពិបាកទេគឺថាសេចក្តីស្រឡាញ់របស់ព្រះវរបិតាដល់ព្រះយេស៊ូវគ្រីស្ទស្មើនឹងសេចក្តីស្រឡាញ់របស់ព្រះវរបិតាដល់ពួកជំនុំរបស់ព្រះដែរបងប្អូនស្ដាប់តើមែនទេតែថាទ្រង់ស្រឡាញ់គេដូចជាស្រឡាញ់ទូបង្គំដែរស្មើគ្នាព្រះអង្គស្រឡាញ់ព្រះយេស៊ូវគ្រីស្ទប៉ុណ្ណាព្រះអង្គស្រឡាញ់យើងជាអ្នកដែលជឿព្រះនឹងប៉ុណ្ណឹងដែរមានន័យថាកាលណាយើងជឿព្រះយេស៊ូវគ្រីស្ទយើងបានទាំងអស់អត់មានខ្វះអីទេមែនទេជាពិសេសគឺសេចក្តីស្រឡាញ់ដែលនៅជាមួយព្រះអង្គអស់កលជានិច្ចទាំងហើយវាគ្មានស្អីក្រៅពីសេចក្តីស្រឡាញ់នោះទេរវាងពួកក្រុមយើងរបស់ព្រះរវាងព្រះយេស៊ូវគ្រីស្ទនិងព្រះវរបិតាបាទនេះជាសេចក្តីអធិដ្ឋានសម្រាប់ពួកអ្នកជឿព្រះដែលយើងបានឃើញអំពីដួងចិត្តក្នុងព្រះហត្ថីរបស់ព្រះយេស៊ូវគ្រីស្ទតើព្រះយេស៊ូវគ្រីស្ទស្រឡាញ់យើងដល់ថ្នាក់ណាខ24អោព្រះវេដាអើយឯពួកអ្នកដែលទ្រង់ប្រទានមកទូបង្គំនោះទូបង្គំចង់ឲ្យគេនៅជាមួយនឹងទូបង្គំក្នុងកន្លែងដែលទូបង្គំនៅដែរតែនៅកន្លែងណាចំពោះយើងអ្នកជឿព្រះយើងមិនខ្វល់ថានៅកន្លែងណាទេមែនទេនឹងបើខ្ញុំមិនសូវខ្វល់នៅកន្លែងណាទេឲ្យតែនៅជាមួយនឹងព្រះរបស់យើងមែនទេเป็นសំដៅកន្លែងនេះគឺសំដៅអំពីនគរឋានសួគ៌នគរព្រះរបស់ព្រះអង្គនៅកន្លែងណាគឺអ្នកជឿព្រះព្រះអង្គអធិដ្ឋានថាឲ្យនៅជាមួយនឹងទូបង្គំដែរទូបង្គំគឺព្រះយេស៊ូវគ្រីស្ទអោព្រះបិតាអើយឯពួកអ្នកដែលទ្រង់ប្រទានមកទូបង្គំនោះទូបង្គំចង់ឲ្យគេនៅជាមួយនឹងទូបង្គំក្នុងកន្លែងដែលទូបង្គំនៅដែរមកយើងមើលពាក្យមួយម៉ាត់វាយើងការកាត់ស្រ័យវែងមែនតើអោព្រះវរបិតាអើយឯពួកអ្នកដែលទ្រង់ប្រទានមកទូបង្គំត្រង់ពាក្យកន្លែងនឹងមួយគឺនាំឲ្យយើងមានការកាត់ស្រ័យខ្វាក់ខ្វែងច្រើនមែនតើតែខ្ញុំគ្រាន់តែយកមួយមកនិយាយថាដែលយើងជឿព្រះកើតគឺដោយសារព្រះវរបិតាបានស្រឡាញ់ព្រះយេស៊ូវគ្រីស្ទព្រះវរបិតាបានប្រទានអ្នកដែលព្រះវរបិតាស្រឡាញ់ដល់ព្រះយេស៊ូវពិបាកស្ដាប់មែនទេព្រះវរបិតាបានស្រឡាញ់ព្រះយេស៊ូវព្រះអង្គបានប្រទានពួកជំនុំ
ឲ្យដល់ព្រះយេស៊ូវប្រទានឲ្យដល់ព្រះយេស៊ូវម្ល៉េះការដែលយើងជឿព្រះគឺដោយព្រោះព្រះអង្គបានរើសយើងបានឲ្យយើងជឿព្រះដែលព្រះអង្គប្រគល់ដល់ព្រះយេស៊ូវគ្រីស្ទគឺមានន័យថាព្រះអង្គឲ្យយើងមានសេចក្តីសង្គ្រោះរួចហើយព្រះអង្គបានប្រគល់ទៅដល់ព្រះយេស៊ូវគ្រីស្ទឲ្យថែរក្សាដោយសារការសគត់របស់ព្រះអង្គដោយឆ្លងឆ្កាងព្រះអង្គបានសង្គ្រោះគេព្រះយេស៊ូវគ្រីស្ទបានសង្គ្រោះគេឲ្យរួចពីបាបហើយបានជាកូនរបស់ព្រះអង្គនៅអស់កาលជានិច្ចតាមខកពីនេះគឺព្រះវរបិតាទេដែលរើសយើងដែលបានប្រគល់យើងទៅឲ្យព្រះយេស៊ូវគ្រីស្ទដែលព្រះអង្គបានស្រឡាញ់ហើយដូច្នេះបានជាព្រះយេស៊ូវគ្រីស្ទថាដោយព្រោះព្រះអង្គបានស្រឡាញ់ដល់ទូបង្គំនោះទូបង្គំបានចង់ឲ្យព្រះអង្គជាព្រះវេដាបានស្រឡាញ់ពួកជំនុំដែលព្រះអង្គឲ្យមកទូបង្គំនឹងដូចជាស្រឡាញ់ដល់ទូបង្គំដែរខ្ញុំចង់ប្រើខពីមួយទៀតខ្ញុំដឹងមកខ្ញុំសាកមើលមកដើម្បីខ្ញុំកាត់ទេអូខេឥឡូវខ្ញុំបាទឥឡូវខ្ញុំអត់យកខពីមួយទៀតទៅក្លែងបងវិញបាទព្រោះវាច្រើនប៉ុន្តែយើងអាចនឹងយល់បានហើយបើលោកអ្នកបងប្អូនឆ្ងល់យើងមើលទៅខពីផ្សេងទៀតនឹងដឹងថាដែលព្រះអង្គប្រទានមកព្រះយេស៊ូវគ្រីស្ទគឺពួកជំនុំរបស់ព្រះហ្នឹងមានន័យយ៉ាងម៉េចតទៅទៀតបាទនេះយើងយល់ជាភាពទូទៅយ៉ាងដូច្នោះសិនគឺដើម្បីឲ្យបានឃើញនៅពេលដែលព្រះអង្គនៅកន្លែងណានោះព្រះអង្គថាឲ្យពួកជំនុំបាននៅកន្លែងនោះដែរដើម្បីឲ្យបានឃើញសេរីល្អដែលទ្រង់បានប្រទានមកទូបង្គំនៅពេលដែលយើងទៅជួបព្រះអង្គនៅកន្លែងដែលព្រះអង្គនៅនគរឋានសួគ៌របស់ព្រះអង្គយើងនឹងឃើញសេរីរុងរឿងរបស់ព្រះយេស៊ូវគ្រីស្ទវាគ្មានផ្កាយគ្មានព្រះច័ន្ទគ្មានព្រះអាទិត្យវាគ្មានអ្វីនោះទេដោយព្រោះព្រះអង្គសេរីរុងរឿងរបស់ព្រះអង្គមានគ្រប់មិនត្រូវការអ្វីនោះឡើយត្រង់កន្លែងហ្នឹងគឺឃើញដើម្បីឲ្យបានឃើញសេរីល្អដែលទ្រង់បានប្រទានមកទូបង្គំគឺចង់ឲ្យពួកជំនុំហ្នឹងបាននៅជាមួយព្រះអង្គ face to face មុខនឹងមុខហើយឃើញសេរីល្អរបស់ព្រះអង្គយើងមិនដឹងសេរីល្អយ៉ាងម៉េចទេយើងឃើញលោកម៉ូសេឃើញសាក់បាំងភ្នំមែនទេយកភ្នំបាំងណាបាទហើយយើងឃើញមានការបើកសម្ដែងរបស់ព្រះខ្លះយើងឃើញថានាំឲ្យមានការឈឺចាប់ដល់អ្នកដែលគេឃើញឡើយសេរីល្អនោះហើយដែលព្រះអង្គនឹងបើកសម្ដែងឲ្យយើងឃើញដើម្បីឲ្យបានឃើញសេរីល្អដែលទ្រង់បានប្រទានមកទូបង្គំត្បិតទ្រង់បានស្រឡាញ់ទូបង្គំតាំងតែពីមុនកំណើតលោកីរៀងមកមុនកំណើតលោកីមានន័យថាមុនព្រះអង្គបង្កើតឋានសួគ៌មុនព្រះអង្គបង្កើតផែនដីគឺព្រះយេស៊ូវនៅជាមួយនឹងព្រះវរបិតារួចហើយអញ្ចឹងបានយើងដឹងថាព្រះយេស៊ូវជាព្រះយេហូវ៉ាមិនហត់ព្រះអង្គថាអូខ្ញុំជាព្រះមហត់ព្រះអង្គនិយាយស្អីក៏តែពាក្យសម្ដីព្រះអង្គនិយាយហ្នឹងមានន័យយ៉ាងដូច្នោះឯងមានន័យថាខ្ញុំជាព្រះស្មើនឹងព្រះវរបិតា
បាត់ទ្រង់បានស្រឡាញ់ទូបង្គំតាំងតែពីមុនកំណើតលោកីរៀងមកអោព្រះវរបិតាដ៏សុចរិតអើយលោកីមិនស្គាល់ទ្រង់ទេទៅបង្គំតែទូបង្គំស្គាល់ទ្រង់ហើយពួកអ្នកនេះក៏ដឹងថាទ្រង់បានចាត់ឲ្យទូបង្គំមកដែរទូបង្គំបានឲ្យគេស្គាល់ព្រះនាមទ្រង់ក៏នឹងសម្ដែងឲ្យគេស្គាល់តទៅទៀតយើងឃើញខ8:21ថាទូបង្គំបានឲ្យគេស្គាល់ព្រះនាមទ្រង់បានឲ្យគេស្គាល់ព្រះនាមរបស់ព្រះយេហូវ៉ាតើអ្នកណាបានឲ្យស្គាល់គឺព្រះយេស៊ូវគ្រីស្ទបានឲ្យស្គាល់មិនមែនមកពីយើងចង់ស្គាល់ឬក៏យើងមិនចង់ស្គាល់នោះទេទូបង្គំបានឲ្យគេស្គាល់ព្រះនាមទ្រង់កាលណាដែលយើងគឺព្រះអង្គអនុញ្ញាតឲ្យស្គាល់ក៏នឹងសម្ដែងឲ្យគេស្គាល់តទៅទៀតដើម្បីឲ្យសេចក្តីស្រឡាញ់ដែលទ្រង់បានស្រឡាញ់ទូបង្គំបាននៅក្នុងគេហើយទូបង្គំបាននៅក្នុងគេដែរបានយើងមើលទៅគុណធម៌ទី1មួយផ្លែតខ្ញុំប្រណារត់មួយផ្លែតចុះដើម្បីព្រោះមកយើងដល់ហើយមេរៀនយើងយកពីជាប់គ្នា1:18បាទខ្ញុំមើលខ18 1ខ18គុណធម៌ខ្សែទី1ពុក1ខ18ត្បិតដំណឹងពីឈើឆ្កាងនោះជាសេចក្តីចង្កួតដល់អស់អ្នកដែលកំពុងតែវិនិច្ឆ័យតែជាប្រជាស្ដារនៃព្រះដល់យើងរាល់គ្នាដែលកំពុងតែបានសង្គ្រោះវិញបាទយើងឃើញថាការផ្សាយដំណឹងល្អទៅដល់មនុស្សយើងឃើញថាមានអ្នកខ្លះជឿមានអ្នកខ្លះអត់ត្បិតដំណឹងល្អពីឈើឆ្កាងនោះជាសេចក្តីចង្កួតដល់អស់អ្នកដែលកំពុងតែវិនិច្ឆ័យអ្នកដែលកំពុងមិនបានសង្គ្រោះហ្នឹងគឺអត់យល់បានតែជាប្រជាស្ដារនៃព្រះដល់យើងរាល់គ្នាដែលកំពុងតែបានសង្គ្រោះប្រជាស្ដារនៃព្រះព្រះបន្ទូលរបស់ព្រះអង្គជាអំណាចមួយដើម្បីឲ្យយើងស្គាល់ព្រះហើយយើងស្គាល់ព្រះបានដោយសារអំណាចរបស់ព្រះដែលនាំឲ្យយើងជឿព្រះកើតខ19ថាព្រោះមានសេចក្តីចែងទុកមកថាអញនឹងបំផ្លាញប្រាជ្ញារបស់ពួកអ្នកប្រាជ្ញកាលណាយើងប្រើតាមអំណាចរបស់យើងជាអ្នកប្រាជ្ញជាអ្នកចេះដឹងជាអ្នកមានជាអ្នកក្រជាអ្នកយ៉ាងម៉េចក៏ដោយមិនអាចនឹងយល់បានទេតើតែព្រះអង្គអនុញ្ញាតឲ្យយល់ខ26ទៅយ៉ូហានវិញទូបង្គំបានឲ្យគេស្គាល់ព្រះនាមទ្រង់ក៏នឹងសម្ដែងឲ្យគេស្គាល់តទៅទៀតគឺជាព្រះអង្គបានរើសយើងព្រះអង្គបានដឹកនាំយើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ព្រះអង្គបំភ្លឺចិត្តរបស់យើងបងប្រុសឲ្យយើងផុតពីសេចក្តីស្លាប់ខាងវិញ្ញាណនឹងហៅថាកើតជាថ្មីមែនទេនៅពេលដែលយើងបានកើតជាថ្មីយើងចាប់ផ្ដើមយល់អំពីព្រះបាននៅពេលដែលយើងយល់អំពីព្រះអ្នកផ្សេងអត់យល់បានដោយព្រោះអីដល់ព្រោះមួយកើតជាថ្មីមួយអត់មួយជាអ្នកបដិសេធរឿងដដែលប្រាប់សេចក្តីដដែលមួយយល់មួយថាផ្លូវទេមែនទេយើងនិយាយមែនកូនធម៌ខ្សែទី1ពុក1ខ18ដំណឹងល្អជាការចំគួតរបស់យើងគេថាយើងឈួតមែនទេជារបស់ដែលព្រោះមនុស្សមិនអាចយល់បានទេទោះតែទូបង្គំបានឲ្យគេស្គាល់ព្រះនាមទ្រង់ក៏នឹងសម្ដែងឲ្យគេស្គាល់តទៅទៀតដើម្បីឲ្យសេចក្តីស្រឡាញ់ដែលទ្រង់ស្រឡាញ់ទូបង្គំបាននៅក្នុងគេហើយទូបង្គំនៅក្នុងគេដែរនេះជាការអស្ចារ្យសាច់ឈាមរបស់យើងការចេះដឹងរបស់យើង
mình ai chưaព្រះបានទេតើតែព្រះអង្គបានឲ្យយើងជឿដល់ព្រះចាំបាននៅក្នុងអេផេសូចំពោះ2ខប៉ុន្មានខ8ថាជំនឿជាអំណោយទានរបស់ព្រះបើព្រះអង្គមិនឲ្យជំនឿដល់យើងទេការជឿរបស់យើងថ្ងៃមួយនឹងធ្លាក់ទៅវិញដោយព្រោះមិនមែនជំនឿដែលព្រះអង្គឲ្យប៉ុន្តែជំនឿដែលព្រះអង្គឲ្យមិនដែលទៅណាទេទោះជាអ្នកនឹងមានរឿងអ្វីក្នុងគ្រួសារក្នុង business អ្វីក៏ដោយជំនឿនោះដែលព្រះអង្គឲ្យទៅជាប់រហូតហើយព្រះអង្គអធិដ្ឋានឲ្យយើងបានប្រកបជាមួយនឹងព្រះអង្គដូចជាព្រះអង្គប្រកបជាមួយព្រះបិតាដែរមានភាពស្មើគ្នាបាទនេះជាការអស្ចារ្យមែនទែនដែលយើងជាមនុស្សមានបាបហើយព្រះអង្គចង់ឲ្យបានការប្រកបរវាងយើងជាមួយនឹងព្រះបិតាហ្នឹងស្មើនឹងការប្រកបរវាងព្រះបិតានិងព្រះយេស៊ូវដែរនេះជាការអស្ចារ្យនេះជាសេចក្តីអធិដ្ឋានរបស់ព្រះយេស៊ូវសម្រាប់យើងហើយព្រះអង្គធ្វើការហ្នឹងរហូតព្រះអង្គទូលអង្វរជំនួសយើងឥឡូវហ្នឹងក៏អញ្ចឹងដែរដើម្បីរក្សាយើងហ្នឹងឲ្យយើងនៅក្នុងជំនឿហើយឲ្យយើងនៅក្នុងការប្រកបជាមួយព្រះអង្គអស់កាយជានិច្ចនិងសូមយុតិធម៌ផ្លែព្រះបិតាទូលគុណសូមអរគុណដល់ព្រះបិតារបស់ត្រានិងព្រះវិញ្ញាណបរិសុទ្ធដែលព្រោះព្រះអង្គបានថែរក្សាជំនឿរបស់ទូលគុណយើងខ្ញុំហើយត្រង់កន្លែងនេះព្រះអង្គថែរក្សាជំនឿរបស់យើងខ្ញុំដោយសារកតិដ្ឋានទូលអង្វរដល់ព្រះបិតាដើម្បីរក្សាទូលគុណក្នុងជំនឿហើយឲ្យទូលគុណបាននៅក្នុងជំនឿនោះរហូតដល់ទូលគុណបានទៅជួបព្រះអង្គហើយព្រះអង្គថែរក្សាមិនឲ្យអ្នកណាមួយបានរបូតអំពីសេចក្តីអំពីប្រហោះរបស់ទ្រង់នោះឡើយហើយគ្រប់គ្នាបានសង្គ្រោះដល់ព្រោះព្រះអង្គជាព្រះបានសង្គ្រោះដល់យើងខ្ញុំគុំសូមក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន cho xa